បងស្រីវិនខ្ញុំជឿថាបងប្អូនបានស្គាល់គាត់ខ្លះហើយគាត់គឺជាបុគ្គលម្នាក់ដែលស្រស់ស្អាតខ្លាំងមែនតើហើយគាត់បានខូចសម្រស់ហើយគាត់បាក់ទឹកចិត្តតែអ្វីដែលអាចឲ្យគាត់ប្រសើរឡើងគឺគាត់រស់នៅជាមួយនឹងធម្មជាតិគាត់ខំកែប្រែខ្លួនឯងនិងខំចាក់ចែងពីភាពខ្មៅងងឹតដែលអាចធ្វើឲ្យគាត់តស៊ូរស់បានមកដល់សពថ្ងៃខ្ញុំបានទៅស្ដាប់ប្រវត្តិរបស់គាត់ពិតជាមានការជូរចត់និងពិបាកទ្រាំនឹងរស់ក៏ប៉ុន្តែគាត់អាចធ្វើបានដោយសារគាត់ខំប្រឹងរិះរស់មធ្យោបាយរស់នៅជាមួយនឹងធម្មជាតិនិងចាក់ឆ្ងាយចេញពីមនុស្សមួយរយៈពេលខ្លីដើម្បីគាត់ព្យាបាលសតិអារម្មណ៍របស់ខ្លួនគាត់ផងដែរមុនដំបូងគាត់ថាគាត់ពិតជាខ្លាចមនុស្សខ្លាំងមែនទែនដោយសារគាត់ខូចសម្រស់ពីការកែសម្ផស្សបន្តិចទៀតខ្ញុំនឹងសម្ភាសគាត់ហើយបងប្អូនអាចស្ដាប់ប្រវត្តិគាត់ខ្លះៗនិងជំងឺបាក់ទឹកចិត្តរបស់គាត់ទោះតែតូចយ៉ាងណាថាចេះខ្ញុំណាត់បងណាបងថាបងអត់សូវដែរបានទទួលគេថតទេតែអត់សុខចិត្តឯងខ្ញុំមកមួយហេតុអីយើងជាពីជំងឺបាក់ទឹកចិត្តអូជាពីជំងឺបាក់ទឹកចិត្តកាលមុនឃើញមនុស្សខ្លាចហ្មងចានិយាយធំតែដោយសារបងចង់ព្រមជួបខ្ញុំដោយសារយើងដូចគ្នាមែនយ៉ាដោយសារអូនខ្លាំងជាងអូនរីរឹងមាំយើងបងដូចគ្នាព្រោះឯងដោយសារចេះមានតែភាពជំនះខ្លួនឯងដែលយើងអាចតតាំងបានមិនទឹកទេឲ្យចាំអត់មានអលីឡងទេគឺយើងសិតតែរីរឹងមាំកាលមុនបងដូចជាពិធីកទៅចាពីកូនអញ្ចឹងឥឡូវឡើងមិនទេបងគ្រូណាក់ច្រើនអូនដល់ហើយបងគ្រូណាក់រាចគូនណាក់រាចផងហើយលេបឆ្នាំស្លាប់ខ្លួនផងវាមានបញ្ហាច្រើនពេកចាអីដែលខុសខ្ញុំឃើញច្រើនណាឥឡូវក្មេងគ្រាន់តែមិនទៅស្លាប់ស្ដីឲ្យស្លាប់ខ្លួនចាបាត់មួយដ៏ល្អបំផុតយើងយកទៅចែកម្លែកជាមួយនឹងអ្នកដែលគាត់មានជំងឺបាក់ទឹកចិត្តហើយអ្នកដែលមានវិបត្តិផ្លូវចិត្តហើយនិងអ្នកដែលមានជំងឺ depression ព្រោះអីទាំង3អ្នកហ្នឹងគឺ3មុខនេះគឺខុសគ្នាគាត់កំពុងតែឆ្លងផុតខ្ញុំក៏ឆ្លងផុតដូចគ្នាដែរពីអារម្មណ៍មួយដែលយើងគិតថានៅលើពិភពលោកនេះយើងពិតជាអត់ចង់រស់នៅលើពិភពលោកនោះបន្តទៀតតែឥឡូវយើងពីតែអូខេអត់អីទេតែអញចង់សង្ឃាមួយទៀតបែបបងអញនិយាយបានទេដូចថាមុខបងខានដោយសារអីបានមុខបងរបៀបបាត់អញ្ចឹងទៅថារបៀបបងនិយាយមិញហ៎ដោយសារតែលើបងចនគឺគាត់និយាយថាបងស្រីគឺគាត់ស្អាតដូចនិយាយអញ្ចឹងបាទគឺគាត់គាត់ប្រឡូកសិល្បៈដែរបងគឺខ្ញុំនឹងស្លាប់ខ្លួនហើយដល់វគ្គហ្នឹងខ្ញុំសូម5ដល់បងប្អូនគុំយកគំរូតាមចាខ្ញុំស្លាប់ខ្លួនដោយសារតែមានវិបត្តិចុះទឹកកពើឡើងលើខ្លាខ្ញុំក៏ចង់ស្លាប់ខ្លួនហើយនៅពេលដែលខ្ញុំស្លាប់ខ្លួនមិនស្លាប់ខ្ញុំរស់ខ្ញុំគេអត់លក់ឯងខ្ញុំលេបថ្នាំ4កណាត់អត់គេនេះនៅថាអត់ស្លាប់ខ្លួនអត់ស្លាប់ទៅយើងក៏នៅបន្តរកថវិកាចិញ្ចឹមគ្រួសារជំនាន់ហ្នឹងគេស៊ីមុខពេញហើយដើម្បីខ្ញុំមុខឆ្អឹងហ៎ទៅចាក់ឡើងនេះហើយខ្ញុំមុនខ្ញុំចាក់3ដងខ្ញុំចាក់ដំបូងចាក់តាឲ្យមុខពេញទេដល់ពេលយូរទៅរបៀបដូចថាញៀនដំបូងឃើញកន្លែងឥឡូវកែសុខលយជឿជាក់ទៅកន្លែងតែមានស្តង់ដារតិចទៅជំនាន់ហ្នឹងដឹងហើយជំនាន់20ឆ្នាំជាងមុននោះចាំបងប្អូនតែបងអរគុណនោះថ្ងៃនេះបានជួបហើយបានបន្លែមួយចំការទៅតែម្ដងឥឡូវខ្ញុំចង់ពួនឡាក់ណាក្បិតទៅណាយក្បិតផ្ទះរបស់គាត់គឺគាត់មានចំការហើយគាត់បើកភោជនីយដ្ឋាននៅទីនោះទៀតដូច្នេះធ្វើឲ្យគាត់មានអារម្មណ៍ស្រស់ស្រាយនិងព្យាបាលផ្លូវចិត្តបានលឿនហើយសំខាន់បំផុតគឺគាត់អត់ដែរជួបអ្នកណាគេទេតែពេលដែលខ្ញុំណាត់ជួបគាត់គឺគាត់ព្រមមកជួបខ្ញុំដោយសារគាត់គិតថាគឺជានិស្ស័យហើយខ្ញុំគឺជាបុគ្គលម្នាក់ដែលឆ្លងកាត់រឿងជាច្រើនដោយគាត់ដូច្នេះពេលដែលខ្ញុំបានជួបគាត់ហើយខ្ញុំក៏បានលើកទឹកចិត្តរបស់គាត់បន្ថែមដើម្បីឲ្យគាត់បន្តការជួបអរគុណច្រើនចាប់ពីថ្ងៃតទៅអូនស្អាតវិញហើយណែនាំជូនបងនេះគឺជាសម្លេងជូនមុខឡាកម៉ូហើយកំពុងតែមានរង្វាន់រ៉ានរង្វាន់ម៉ូតូរង្វាន់លុយផងដែរនៅថ្ងៃទី11ខែ5នៅសាខេម៉លគឺមានចាប់រង្វាន់គឺពិសេសខ្លាំងមែនចា៎ហើយរង្វាន់ជូនមុខឡាកម៉ូដែលជាបានរកបញ្ហាអ្នកដែលគាត់មានសរសៃក្រហមឬក៏រាក់ស៊ីអញ្ចឹងជួបគ្នាថ្ងៃទី11ហើយឥឡូវបងយកទៅប្រើទៅទៅមានស្អាតហ្មងអរគុណច្រើនកន្លែងមួយជាមួយមួយឈុតនេះញ៉អត់តន់មនុស្សដូចគាត់គឺរៀងគ្រប់យ៉ាងរៀងទាំងជួបមនុស្សរៀងទាំងប្រើប្រាស់ផលិតផលរៀងទាំងការកែសម្ផស្សក៏ប៉ុន្តែគ្រប់យ៉ាងគាត់នឹងព្យាយាមសាកល្បងសារជាថ្មីហើយនេះគឺខ្ញុំបានជូនសម្លេងជូតមុខឡាកាម៉ូទៅឲ្យគាត់ដើម្បីឲ្យគាត់ប្រើប្រាស់ហើយគាត់បានជាមួយនឹងសម្បកកំប៉ុងក៏ខ្ញុំឲ្យគាត់បំពេញលេខទូរស័ព្ទនិងអាស័យដ្ឋានដើម្បីយកទៅចាប់រង្វាន់នៅថ្ងៃទី11ខែ5ហើយកម្មវិធីខ្ញុំធ្វើកម្មវិធីចាប់ឆ្នោតនៅសាខេម៉ូដែលមានតារាចម្រៀងផងនិង BA នៅក្នុងក្រុមហ៊ុនរបស់ខ្ញុំចូលរួមផងដែរមិនត្រឹមតែប៉ុណ្ណោះនៅកន្លែងគាត់គឺបន្លែច្រើនមែនតើគ្រាន់តែឃើញគឺចង់ញ៉ាំប្រហុកញ៉ាំផ្អកតែម្ដងស្រាប់តែបានសម្ភាសគាត់ហើយគាត់មកប្រាប់ខ្ញុំថាគាត់មានប្រហុកចិញ្ច្រាំឲ្យខ្ញុំដើម្បីទទួលស្វាគមន៍ខ្ញុំសប្បាយចិត្តខ្លាំងមែនតើកំពុងតែឃ្លានផងស្រាប់តែឆ្ងាញ់អើយឆ្ងាញ់បងប្អូនពិតជាអរគុណខ្លាំងណាស់ក្នុងការស្វាគមន៍របស់បង